នៅលើស្កលលោកយើងនេះអាចមានមនុស្សក្រៅភពឬក៏ evil ដែរឬទេនៅសាកលលោកដ៏ធំធេងល្វឹងល្វើយដែលយើងកំពុងរស់នៅនេះគឺពោពេញដោយអាថ៌កំបាំងដែលវិទ្យាសាស្ត្រមិនទាន់អាចបកស្រាយបានអស់ក្នុងចំណោមសំណួររាប់មិនអស់សំណួរដែលតែងតែទាក់ទាញចំណាប់អារម្មណ៍មនុស្សជាខ្លាំងបំផុតគឺតើមានជីវិតឬមនុស្សក្រៅភព aliens និងយានអភិនិហា evil ក្រៅពីភពផែនដីយើងដែរឬទេបើផ្អែកលើទំហំនៃចក្រវាឡដែលមានកាឡាក់ស៊ីរាប់ពាន់លាននិងប្រព័ន្ធព្រះអាទិត្យរាប់មិនអស់វាពិតជាពិបាកនឹងជឿណាស់ថាផែនដីគឺជាកន្លែងតែមួយគត់ដែលមានជីវិតអ្នកវិទ្យាសាស្ត្រផ្នែកតារាសាស្ត្របានប្រើប្រាស់សមីការ Drake Equation ដើម្បីប៉ាន់ប្រមាណពីលទ្ធភាពនៃអរិយធម៌ក្រៅភពហើយលទ្ធផលបង្ហាញថាឱកាសគឺមានខ្ពស់ណាស់ម្យ៉ាងវិញទៀតការរកឃើញទឹកនិងសារធាតុរាងនៅលើភពផ្សេងក្នុងប្រព័ន្ធព្រះអាទិត្យក៏ជាតម្រុយបង្ហាញថាលក្ខខណ្ឌទ្រទ្រង់ជីវិតអាចមាននៅកន្លែងផ្សេងទៀតដែរទន្ទឹមនឹងនេះការប្រកាសជាផ្លូវការរបស់ស្ថាប័នធំដូចជា NASA ពាក់ព័ន្ធនិងបាតុភូតអាកាសចរដែលមិនស្គាល់អត្តសញ្ញាណ GAPIFO ក៏បានធ្វើឲ្យការជែកវែកញែកនេះកាន់តែមានភាពផុសផុលនិងគួរឲ្យចាប់អារម្មណ៍ខ្លាំងឡើងសរុបមកទោះបីជាបច្ចុប្បន្នមិនទាន់មានភស្តុតាងច្បាស់លាស់ណាមួយដែលបញ្ជាក់ពីវត្តមានរបស់មនុស្សក្រៅភពឬ EVO ក៏ដោយក៏ការរីកចម្រើននៃបច្ចេកវិទ្យាអវកាសអាចនឹងផ្ដល់ចម្លើយឲ្យយើងនៅថ្ងៃណាមួយជាមិនខានការស្វែងរកការពិតនេះមិនត្រឹមតែបំពេញចង់ដឹងចង់ឃើញប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងជួយឲ្យយើងយល់កាន់តែច្បាស់អំពីទីតាំងរបស់ខ្លួនឯងនៅក្នុងចក្រវាឡដ៏ធំធេងនេះផងដែរសូមជួយ Subscribe និង Follow Facebook Page ពីនេះពីនោះដើម្បីទទួលបានវីដេអូថ្មីមុនគេសូមអរគុណ